bà videoថ្ងៃនេះមកចែកម្លែកបទពិសោធន៍ខ្លះក្នុងការថែទាំកូនមាន់បងប្អូនមើលជាក់ស្ដែងឃើញកូនមាន់ខ្ញុំឆ្លោះល្អណាស់ឃើញហើយក៏លឺក្នុងការថែទាំកូនមាន់ដូចអត់មានច្រើនទេបងប្អូនជាដំបូងបងប្អូនគាត់ណាតម្លាក់មេវាផងបងប្អូនដាក់មេចូលនៅក្នុងនឹងជាមួយនឹងកូនវាហើយបាត់ត្រង់វាហ្នឹងបងប្អូនអាចថតជាច្បើងកុំឲ្យកូនមាន់វាផុងជើងហើយដាក់មេចូលទៅក្នុងទ្រុងហើយជា 4-5 ថ្ងៃឬក៏អាចដល់មួយអាទិត្យបងប្អូនមើលតាមអាកាសធាតុដែរបើសិនជាមេឃភ្លៀងអីបងប្អូនចាប់មេវាចូលទៅណាតែបើអត់ទេបងប្អូនក៏លែងមេចេញមកក្រៅមកពេលយើងត្រជាក់បងប្អូនចាប់មេចូលទៅវិញទៅថ្ងៃក្តៅបងប្អូនចាប់ចេញមកក្រៅអញ្ចឹងណាហើយយប់ឡើងបងប្អូនត្រូវចាប់មេបញ្ចូលទៅក្នុងដើម្បីឲ្យក្រុមកូនវាបាទខ្ញុំធ្វើរបៀបហ្នឹងព្រោះមាន់ខ្ញុំចំបែបធម្មជាតិខ្ញុំអត់ធ្វើអំពូលកម្ដៅទេបើបងប្អូនចំមានអំពូលកម្ដៅគឺអត់ត្រូវនឹងអ្វីដែលខ្ញុំនិយាយទេហើយហ្នឹងខ្ញុំនិយាយចំពោះតែបងប្អូនចំបែបលក្ខណៈធម្មជាតិប្រឡែងកូនប្រឡែងមេឲ្យដើរសេរីអញ្ចឹងណាបាទហើយចំណុចទី2គឺទ្រុងគឺបងប្អូនត្រូវឧស្សាហ៍ចល័តទ្រុងបើសិនជាបងប្អូនដាក់កម្ពស់ទ្រុងខ្ពស់1 ម៉ែត្រឬក៏1 ម៉ែត្រកន្លះពីដីឬក៏កន្លះម៉ែត្រពីដីបងប្អូនមិនបាច់ចល័តទ្រុងក៏បានដែរបងប្អូនអាចដាក់នៅលើហ្នឹងព្រោះដោយសារតែពេលវាអាចនោមទៅក្លិនឈួលអាចនោមវាហ្នឹងអត់សូវបានមកដល់កូនមាន់យើងអញ្ចឹងណាប៉ុន្តែបើបងប្អូនដាក់រៀបដីដូចខ្ញុំអញ្ចឹងបងប្អូនអាសាចល័តទ្រុងវាមួយថ្ងៃឬក៏មួយថ្ងៃឬក៏2 ថ្ងៃបងប្អូនអាចចល័តទ្រុងវាម្ដងដើម្បីកុំឲ្យវាឈួលនោមវាមកប៉ះពាល់ផ្លូវដង្ហើមរបស់កូនមាន់ហើយមួយទៀតរឿងទឹកនិងចំណីបាទកន្លែងចំណុចនេះគឺសំខាន់ណាស់តែសារតែបងប្អូនខ្លះគាត់ដាក់កូនមាន់ចឹងដែរប៉ុន្តែគាត់ឲ្យវាស៊ីចុងកពេលកូនមាន់ទឹមកើតមកតូចហ្នឹងបងប្អូនខ្លះគាត់ដាក់ចុងកឲ្យវាស៊ីហើយចែកឆ្ងល់មាន់អត់ធំមាន់ចែកក្តៀនអាចរីកអាចចឹងណាបាទហ្នឹងគឺសំខាន់បងប្អូនត្រូវប្រើចំណីផ្សារទៅបងប្អូននេះបងទៅដើម្បីឲ្យមាន់ល្អបងប្អូនត្រូវទិញចំណីនឹងអំប៉នវាខ្លះទៅជាក់ស្ដែងបងប្អូនឃើញមាន់ខ្ញុំប៉ុណ្ណឹងខ្ញុំនៅឲ្យស៊ីចំណីផ្សារឡើយទេហើយសង្កេតមើលមាន់យើងបើសិនជាវារៀងថយចំណីមានន័យថាវារៀងធុញចំណីដូចយើងធុញបាយអញ្ចឹងណាសរដដែលបាយដដែលវាអាចធុញមុខម្ហូបអញ្ចឹងបងប្អូនអាចលាយចង្កបន្តិចអញ្ចឹងទៅអាហ្នឹងដើម្បីកុំឲ្យវាធុញហើយរឿងចំណីបងប្អូនកុំដាក់លោភដាក់បន្តិចឲ្យវាស៊ីអស់កុំដាក់លោភចាក់ម្ដងច្រើនឲ្យវាស៊ីចោលចំណីនៅគោចោលធ្វើឲ្យចំណីផ្អូមមាន់យើងស៊ីទៅក៏វាសុខភាពអត់ល្អដែរហ្នឹងបញ្ហាមួយហើយទៀតទឹកដោយសារខ្ញុំប្រើទឹកខ្ញុំកាត់កដុងចឹងហើយខ្ញុំលាងទឹកជាប្រចាំហ្មងបាតកដុងខ្ញុំហ្នឹងគឺលាងស្អាតតែបងប្អូនឃើញខ្មៅហ្នឹងគឺអានៅគូតក្រោមហ្នឹងណាប៉ុន្តែវាជាក់ស្ដែងមើលផ្ទៃវាគឺស្អាតណាស់ខ្ញុំដោះលាងរាល់ថ្ងៃចាក់ម្ដងខ្ញុំលាងចាប់ម្ដងខ្ញុំលាងគឺទឹកគឺស្អាតជាប់ជានិច្ចអត់មានស្អុយទឹកឬក៏ពួរទឹកវាស្អុយវាពួរទេអញ្ចឹងយើងត្រូវមើលដិតដល់គឺរឿងចំណីហើយនឹងទឹកហ្នឹងគឺពីរមុខហ្នឹងគឺសំខាន់ណាបងប្អូនជាបដែតបដោយមាន់បងប្អូននឹងឈឺតែម្ដងជាពិសេសកូនមាន់ឥឡូវបងប្អូនមើលជាក់ស្ដែងកូនមាន់ខ្ញុំធំណាហ្នឹងលែងមេហើយមេលែងចាប់ចូលឲ្យក្រុងណាហើយស្មើពេញហ្មងទ្រង់ប៉ុណ្ណឹងបងប្អូនអាចដាក់បានត្រឹម8ឬក៏ទៅ10ក្បាលហ្នឹងគឺបរិមាណវាសមរម្យបំផុតហើយដើម្បីឲ្យមាន់យើងមានសុខភាពល្អត្រូវតិចទៀតបងប្អូនលែងទៅវាឈ្នះជំងឺហ្មងគឺមាន់សុខភាពវាពេញលេញហើយស៊ីបបោហ្មងហ្នឹងប៉ុណ្ណឹងស៊ីទៅវាល្អ
và bong đã chớn trên nó câu vía ở đài nó có lư khla nông ca chạy lấy trong ở côn miền Tây pan năng thế bong phồn ở côn